រូបមន្តនេះឃើញគេធ្វើញ៉ាំតំណងខ្លាំងមែនទែនចឹងហើយក៏ចង់សាកធ្វើតាមគេដែរសម្រាប់គេរូបមន្តនេះគេហៅសាច់ជ្រូកអាំងបាយតណៅប៉ុណ្ណាប៉ុន្តែសម្រាប់ខ្ញុំដោយសារខ្ញុំអត់បានអាំងទេខ្ញុំយកទៅចៀនចឹងមួយមុខនេះខ្ញុំសុំបដូរឈ្មោះទៅជាបាយដំណើបសាច់ជ្រូកចង្កាក់វិញម្ដងនិយាយទៅរៀងស្ដាយដែរបើសិនជាយើងអាំងអាហ្នឹងវាឆ្ងាញ់ជាងចៀនណាបងប្អូនតែអាពេលត្រូវអាំងហ្នឹងដើររយចក្រានអាំងសាច់អត់ឃើញទេចឹងឯងបានយើងដូរមកចៀនវិញសម្រាប់គ្រឿងផ្សំដែលយើងត្រូវយកមកធ្វើបាយដំណើបសាច់ជ្រូកចង្កាក់នេះគឺមានដូចជាសាច់ជ្រូកដែលខ្ញុំច្រាំលាយជាមួយនឹងខ្លាញ់ជ្រូកមានគល់ជីវ៉ាន់ស៊ុយទឹកប្រឡាក់សាច់ខ្ទឹមសម្សៅឆាទឹកដោះគោស្រស់កាប់ពិតទៅខ្ញុំដាក់ទឹកដោះគោខាប់ដែរប៉ុន្តែកន្លែងនេះខ្ញុំអត់បានដាក់ចូលក្នុងថាសដើម្បីថតទេបងប្អូនកន្លែងនេះគឺខ្ញុំយកខ្ទឹមសហើយនិងគល់ជីវ៉ាន់ស៊ុយយកមកបុកដើម្បីយកទៅប្រឡាក់សាច់ដើម្បីឲ្យមានក្លិនឈ្ងុយចឹងណាកាប់ពិតយើងដាក់ទាំងស្លឹកជីវ៉ាន់ស៊ុយនឹងក៏បានដែរគ្រាន់តែថាពេលប្រឡាក់ទៅវាឃើញសាច់យើងឡើងពណ៌ខៀវសុទ្ធតែស្លឹកហ្មងបើអ្នកទាំងអស់គ្នាចេះញ៉ាំម្រេចហើយយើងបុកលេងម្រេចតិចតិចមកប៉ុន្តែខ្ញុំអត់បានដាក់ម្រេចទេសម្រាប់សាច់ជ្រូកនេះខ្ញុំប្រើកន្លះគីឡូសាច់សុទ្ធ3ខាំកន្លះខ្លាញ់1ខាំកន្លះឬក៏អ្នកទាំងអស់គ្នាប្រើសាច់ជ្រូក3ជាន់តែម្ដងក៏បានដែរដោយសារគល់ជីវ៉ាន់ស៊ុយនឹងរៀងតិចដែរអញ្ចឹងខ្ញុំចែកសាច់ជា2មួយផ្នែកទៅខ្ញុំដាក់គល់ជីវ៉ាន់ស៊ុយមួយផ្នែកទៀតខ្ញុំប្រឡាក់ជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយឈ្ងុយដូចគ្នាគ្រាន់តែថាសាច់ដែលយើងប្រឡាក់ជាមួយនឹងស្លឹកជីវ៉ាន់ស៊ុយនឹងមើលឃើញពណ៌ខៀវខៀវអញ្ចឹងណាឥឡូវនេះយើងមកលាយទឹកប្រឡាក់សាច់ម្ដងបងប្អូនកាលពីដើមវីដេអូហ្នឹងអាហ្នឹងជាទឹកប្រឡាក់សាច់ដែលខ្ញុំមិនលាយហើយទឹកប្រឡាក់សាច់ហ្នឹងខ្ញុំដាក់ទឹកស៊ីអ៊ូ2ស្លាបព្រាបាយទឹកស៊ីអ៊ូខាប់1ស្លាបព្រាបាយទឹកប្រេងខ្យង2ស្លាបព្រាបាយស្ករស2ស្លាបព្រាបាយអំបិលខ្ញុំដាក់តែមួយចិបទេព្រោះអីខ្លាចប្រៃពេកទឹកដោះគោស្រស់4ស្លាបព្រាបាយទឹកដោះគោខាប់2ស្លាបព្រាបាយម្សៅឆា3ស្លាបព្រាបាយកន្លះខ្ញុំធ្លាប់សាករួចហើយបងប្អូនសាច់កន្លះគីឡូហ្នឹងនៅពេលដែលយើងប្រើម្សៅឆា3ស្លាបព្រាបាយសាច់ហ្នឹងវាអត់សូវជាប់គ្នាវារៀងដាច់ពីគ្នាអញ្ចឹងប៉ុន្តែបើយើងប្រើម្សៅឆា4ស្លាបព្រាបាយសាច់ហ្នឹងវាទៅជាស្អិតពេកវាទៅជាស្អិតជាប់គ្នាអញ្ចឹងចឹង3ស្លាបព្រាបាយកន្លះហ្នឹងវាល្មមហើយខ្ញុំភ្លេចប្រាប់បងប្អូនសាច់ជ្រូកហ្នឹងយើងយកទៅចិញ្ច្រាំហ្នឹងវាល្អជាងយកទៅក្លុកក្នុងម៉ាស៊ីនកិនណាព្រោះពេលដែលយើងកិនទៅសាច់ហ្នឹងវាម៉ត់ខ្លាំងពេកបើបងប្អូនចង់ឲ្យសាច់ជ្រូកយើងហ្នឹងមើលឃើញពណ៌ក្រហមស្អាតបងប្អូនអាចបន្ថែមជាមួយនឹងម្ទេសឆ្អើរបានណានៅពេលដែលដាក់ម្ទេសឆ្អើរទៅវាឃើញពណ៌រាងក្រហមហើយពេលអាំងទៅឃើញក្រហមស្អាតតែខ្ញុំអត់បានដាក់ម្ទេសទេបងប្អូនពេលដែលយើងច្បល់លាយគ្រឿងឲ្យបានសព្វល្អហើយហ្នឹងយើងទុកចោលមួយស្ទុះសិនណាដើម្បីឲ្យសាច់ចូលជាតិគ្នាបានល្អថង់នេះវិញគឺយើងប្រើសម្រាប់រុំសាច់ខ្ញុំបានទិញថង់នឹងជាប្រភេទថង់ធំធំទុកនៅផ្ទះហើយស្រេចអញ្ចឹងខ្ញុំយកមកកាត់វាឲ្យរាងទូចតាមទំហំដែលយើងចង់បានណាឈើចកានេះបើបងប្អូនអត់មានណាបើចាំដាក់ក៏បានដែរយើងរុំតែសាច់តទេទៅនេះខ្ញុំដាក់ឈើហ្នឹងដោយសារតែខ្ញុំមានឈើហ្នឹងស្រាប់ហើយដំបូងឡើងខ្ញុំគិតថាយកទៅអាំងអញ្ចឹងពេលដាក់ឈើទៅវាស្រួលអាំងស្រួលកាន់ញ៉ាំអញ្ចឹងតែធៀបពិតមានណារយចក្រានអត់ឃើញយើងយកមកចៀនអញ្ចឹងមានន័យថាឈើហ្នឹងយើងមិនបាច់ដាក់ក៏បានដែរយើងរុំតែសាច់តទេមកសម្រាប់ទំហំវាបងប្អូនដាក់តាមចំណូលចិត្តទៅចង់ដាក់ប៉ុណ្ណាក៏បានដែរបងប្អូនអាចទិញថង់ដែលមានទំហំតាមដែលបងប្អូនចង់បានណាថង់នេះដោយសារតែខ្ញុំមានស្រាប់នៅផ្ទះហ៎ថង់នឹងវាធំហើយខ្ញុំកាត់តាមទំហំដែលខ្ញុំចង់បានអញ្ចឹងទៅពេលដែលរុំសាច់ហើយហ្នឹងយើងយកសាច់ហ្នឹងយកទៅក្លាសេកន្លែងទូកកសិនណាបងប្អូននៅពេលដែលសាច់ហ្នឹងកកហើយចាំយើងយកចេញយកមកអាំងនិយាយទៅមិនថាបងប្អូនចង់ចៀនឬក៏អាំងទេយើងយកទៅក្លាសេកន្លែងកកសិនហើយសំយកមកចៀនឬអាំងហ្នឹងវាងាយស្រួលបងប្អូនបើយើងអត់ក្លាសេទេវាពិបាកហ
ហើយមិនបាច់ភ័យខ្លាចថាពេលយើងដកចេញពីទូកកវាកកខ្លាំងវាអាំងអត់កើតអីទេវាអត់អីទេបងប្អូនព្រោះខ្ញុំសាកហើយ ឥឡូវយើងមកដាក់ដាំបាយត្នោតម្ដងសម្រាប់អ្នកដែលគាត់ចេះហើយនឹងស្រួលទេអ្នកដែលអត់ទាន់ចេះនឹងចាំខ្ញុំប្រាប់ថាគេដាំមិនព្រោះយើងដាក់ដាំទឹកទៅហើយដាំអំបិលចូលមកចាប់ផងពីក្មេងអាសាដាំបាយត្នោតបងប្អូនដាំហើយយើងទៅបបឲ្យបិណ្ឌមកពេលទឹកពុះយើងយកអង្ករត្នោតដែលយើងលាងហើយហ្នឹងយកមកចាក់ចូលទឹកដែលកំពុងពុះមកបងប្អូនរបៀបដាំបាយត្នោតហ្នឹងអត់ដូចយើងដាំបាយធម្មតាយើងដាំបាយធម្មតាយើងដាក់ទឹកដាំរហូតដល់ពុះប៉ុន្តែបាយត្នោតនេះគឺយើងដាំទឹកមុនតើតែទឹកហ្នឹងពុះមិនយើងចាក់អង្ករត្នោតដែលយើងលាងហើយនឹងចូលហើយអាសាកូរបាតវាដើម្បីកុំឲ្យបាយត្នោតហ្នឹងខ្លោចនៅបាតយើងកូរតែម្ដងពីរដងទៅមកទឹកពុះហើយពេលទឹកពុះព្រិចចេះហើយយើងបញ្ញាប់លើកបាយយកទៅជាត់ទឹកចេញឲ្យអស់ទៅព្រោះអីដាំបាយត្នោតបើដូចបាយធម្មតាទេតែទុកឲ្យពុះយូរបន្តិចហ្នឹងខ្លាយទៅជាអំបរបាត់ហើយបើដាំបាយធម្មតាយើងត្រូវទុកឲ្យពុះមួយផ្លេតសិនមិនយើងលើកជាត់ធ្វើអត់ប៉ុន្តែដាំបាយត្នោតអត់ទេខិនតែពុះព្រិចបន្តិចហ្នឹងលើកជាត់ភ្លាមហើយយើងដាក់ផ្ងំបាយដូចយើងផ្ងំបាយធម្មតាដែរបើភ្លើងតិចទេហើយកុំភ្លេចជ្រោយបាយផងដើម្បីឲ្យបាយឆ្អិនបានល្អរួចហើយខ្ញុំក៏បន្ថែមសណ្តែកក្រហមបន្តិចដែរសណ្តែកក្រហមហ្នឹងជាសណ្តែកឆ្អិនណាខ្ញុំស្ងោរឆ្អិនហ្នឹងអត់ចង់ដាក់សណ្តែកហ្នឹងក៏បានដែរអត់អីទេនេះបងប្អូនកាត់ហ្នឹងឥឡូវរួចបាត់សាច់ហ្នឹងជៀនណាយើងមើលទៅឃើញរៀងរឹងទៅអត់ព្រោះអីយើងជៀនអត់ដូចយើងអាំងទេពេលយើងអាំងទៅសាច់វារៀងទន់ខ្លាញ់មើលទៅតំណងឆ្ងាញ់ណាតែយើងជៀនក៏ឆ្ងាញ់ដែរគ្រាន់តែថាវាអត់ឆ្ងាញ់ដូចអាំងទ្រាំតែខ្ញុំធ្វើហើយនឹងពេលយកបងប្អូនអញ្ចឹងថតអត់សូវស្អាតទេរៀងបាក់សម្រស់បន្តិចទោះបីថាយើងថតក្រោមភ្លើងមែនតែវានៅតែអត់សូវស្អាតដូចយើងថតត្រូវក្តៅថ្ងៃអញ្ចឹងណាហើយបើពណ៌វិញអត់សូវក្រហមដូចគេធ្វើលក់អេមែនទេបងប្អូនដោយសារតែពេលគេធ្វើនឹងគឺគេដាក់ជាមួយនឹងម្ទេសក្រហមម្ទេសឆ្អើរហ្នឹងដើម្បីឲ្យឃើញសាច់ហ្នឹងពណ៌ស្អាតតែខ្ញុំមកបានដាក់ម្ទេសហ្នឹងហ្នឹងឯងបងប្អូនរបៀបធ្វើគឺមានតែប៉ុណ្្នឹងទេចុងក្រោយនៅពេលឆ្អិនហ្នឹងគឺដួសញ៉ាំធម្មតាទៅអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ណាបើមានកំហុសឆ្គងកន្លែងណាកុំភ្លេច comment ប្រាប់ខ្ញុំផងណាព្រោះថាពេលខ្លះយើងព្យាយាមធ្វើឲ្យល្អឥតខ្ចោះហើយប៉ុន្តែវានៅតែមានចំណុចឆ្គមឆ្គងអញ្ចឹងមែនអត់ឥឡូវនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយចាំជួបគ្នានៅវីដេអូថ្មីជាបន្តទៀតលើកហ្នឹងយើងធ្វើបាយត្នោតសាច់ជ្រូកចង្កាក់ចាំលើកក្រោយយើងធ្វើបាយត្នោតសាច់ជ្រូកអាំងម្ដងណាអូខេ